ចំណុចគិតខុសរបស់មនុស្សប្រុសគឺគាត់តែងតែគិតថាមិនបាច់ចាំប្រើផលិតផលអីទេមិនបាច់ចាំលាបមកទេគឺទុកមុខធម្មតាគឺល្អហើយនេះគឺជាចំណុចខុសដែលជាទូទៅមនុស្សប្រុសយើងពីជំនាន់មុនមកដល់ឥឡូវហ្នឹងគឺគាត់គិតអញ្ចឹងបងប្អូនត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតដែលគិតថាឲ្យតែមនុស្សស្រីទៅលាប skin care មនុស្សប្រុសមិនបាច់លាបអីទេអញ្ចឹងវាអត់មានទុកខុសអីទេនៅពេលដែលបងប្អូនអត់ប្រើប្រាស់នៅផលិតផលដែលជួយការពារស្បែកឬក៏បំពន់ស្បែកឬក៏ថែរក្សាស្បែកយើងមិនឲ្យចាស់ជាងវ័យប៉ុន្តែអ្វីដែលបងប្អូនទទួលបាននោះគឺបងប្អូនទទួលបាននៅស្បែកមុខឬក៏មុខយើងគឺចាស់ជាងវ័យខ្លាំងតែម្ដងទៀតសោតដូចខ្ញុំផ្ទាល់ខ្ញុំអាយុ35ឆ្នាំហ្នឹងហើយប៉ុន្តែមិត្តភក្តិរបស់ខ្ញុំដែលគាត់រៀនតាគ្នាដែលគាត់មិនខ្វល់ខ្វាយពីបញ្ហា skin care ឥឡូវហ្នឹងគឺខ្ញុំហៅគាត់ពូទាំងអស់នេះគឺជាភាពជាក់ស្ដែងមួយក្នុងការដែលយើងមិនបានយកចិត្តទុកដាក់ជាមួយនឹងការប្រើប្រាស់នៅលេការពារឬក៏ផលិតផល skin care មួយចំនួនដែលជួយទៅធ្វើឲ្យស្បែកមុខយើងក្មេងជាងវ័យអញ្ចឹងបងប្អូនដឹងស្រាប់ហើយថាសម័យឥឡូវមិនថាមនុស្សប្រុសឬក៏មនុស្សស្រីទេគឺជាចាំបាច់បំផុតដំបូងនោះគឺគេហៅថារូបរាងខាងក្រៅនឹងតែម្ដងបើយើងមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យស្បែកមុខតឹងមិនខ្មៅមិនមានជាំមិនមានមុនគឺបងប្អូនអាចធ្វើការជោគជ័យបានច្រើនដូចជាទំនាក់ទំនងខាងក្រៅឬក៏បងប្អូនអាចទៅលក់ដូរនៅពេលបងប្អូនស្អាតអ្នកណាម្នាក់ដែលគេមិនចូលចិត្តស្អាតបងប្អូនទៅអត់អញ្ចឹងនៅពេលដែលយើងថែទាំយើងឲ្យល្អក្មេងជាងវ័យយើងអាចប្រកបរបររកស៊ីយើងអាចមានទំនាក់ទំនងល្អការងារល្អក៏ដោយសាររូបរាងខាងក្រៅរបស់យើងដែរអញ្ចឹងនេះគឺជាមួយផ្នែកមួយដែលបងប្អូនប្រុសៗដែលគួរពិចារណាឡើងមកវិញអត់មានអីច្រើនទេបងប្អូនចាប់ផ្ដើមពីជំហានដំបូងគឺបងប្អូនគួរតែចេះប្រើប្រាស់ជាមួយនឹងលេការពារកម្ដៅថ្ងៃទី2បងប្អូនអាចប្រើប្រាស់ជាមួយនឹងសេរ៉ូមចិញ្ចឹមស្បែកធម្មតាឬក៏ទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើទៅបានដូចជានៅខាងលោកគ្រូចឹងពីសេរ៉ូមនេះគឺវាមានតួនាទីជួយឲ្យស្បែកមុខយើងក្មេងជាងវ័យជួយការពារប្រឆាំងភាពចាស់បំបត្តិជ្រីវជ្រួញនិងធ្វើស្បែកមុខយើងរលោងអញ្ចឹង D Booster សេរ៉ូមនៅខាងលោកគ្រូគឺយើងប្រើបានទាំងស្រីទាំងប្រុសអត្ថប្រយោជន៍របស់វាគឺច្រើនដូចលោកគ្រូរៀបរាប់មកអញ្ចឹងនេះគឺជាជំហានដំបូងដែលប្រុសគួរតែប្រើប្រាស់បើសិនជាបងប្អូនស្រឡាញ់ស្បែកមុខចង់ឲ្យស្បែកមុខយើងក្មេងជាងវ័យមិនចាស់បងប្អូនកុំភ្លេចថែទាំសម្រស់